បច្ចុប្បន្នមនុស្សភាគច្រើនបានយល់ថាព្រះធម៌គឺជាអ្វីដែលព្រះសង្ឃសូត្រក្នុងវត្តសម្រាប់ឲ្យចាស់ស្ដាប់ឡើងឋានសួគ៌ហើយយុវជនដែលមិនទាន់គ្រប់អាយុមិនគួរសិក្សារៀនសូត្រពីព្រះធម៌ឡើយនេះគឺជាការយល់ខុសទាំងស្រុងហេតុអ្វីធម៌ប្រែថាធម្មជាតិព្រះធម៌គឺជាមេរៀនសិក្សាឲ្យយល់ច្បាស់ពីធម្មជាតិហើយព្រះធម៌គឺជាមេរៀនវិទ្យាសាស្ត្រមួយដែលមានហេតុផលសម្រាប់ឲ្យមនុស្សអាចយកទៅគិតពិចារណារកខុសរកត្រូវបានដោយមិនមានការសង្ស័យព្រោះថាយើងអាចយកទៅពិសោធន៍និងពលត្រូវបានដោយវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះអញ្ចឹងគ្រាន់តែខុសគ្នាលើបច្ចេកទេសក្នុងការពិសោធន៍តែប៉ុណ្ណោះប្រសិនបើយើងស្វែងយល់ឲ្យរឹតតែច្បាស់ព្រះធម៌មិនមែនជាការរៀនសូត្រឲ្យចាំតែមាត់ទុកសូត្រដោយគ្មានការយល់ដឹងពីនោះទេព្រោះថាព្រះធម៌គឺជាមេរៀនសិក្សាឲ្យយល់ច្បាស់ពីធម្មជាតិផ្សេងៗឧទាហរណ៍ធម្មជាតិនៃភ្លើងគឺក្តៅភ្លើងវាមិនស្គាល់ថាអ្នកក្មេងចាស់ប្រុសស្រីឡើយឲ្យតែប៉ះវាគឺច្បាស់ជារលាកជាក់ជាមិនខានត្រង់នេះយើងក៏មិនអាចបន្ទោសភ្លើងបានដែរព្រោះនេះជាធម្មជាតិរបស់ភ្លើងឲ្យតែប៉ះគឺរលាកហើយដូចគ្នាធម្មជាតិរបស់មនុស្សអាក្រក់ចូលចិត្តបំផ្លាញអ្នកដទៃហើយធម្មជាតិរបស់មនុស្សល្អចូលចិត្តចែករំលែកទាននិងជួយអ្នកដទៃដូច្នេះហើយការសិក្សាឲ្យយល់ច្បាស់ពីធម្មជាតិឬព្រះធម៌គឺជារឿងមួយដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃហេតុអ្វីព្រោះវានឹងជួយឲ្យយើងចេះសម្របខ្លួនទៅតាមចរិតលក្ខណៈនៃធម្មជាតិទាំងអស់បើយើងយល់ពីធម្មជាតិនៃភ្លើងនោះយើងនឹងមិនរលាកភ្លើងឡើយហើយថែមទាំងអាចយកភ្លើងនោះមកប្រើបានជាប្រយោជន៍ថែមទៀតផងបើយើងយល់ពីធម្មជាតិនៃចិត្តរបស់មនុស្សខូចចិត្តរបស់មនុស្សបោកប្រាស់ចិត្តរបស់មនុស្សល្អនិងចិត្តរបស់មនុស្សមានគុណធម៌ខ្ពស់សួរថាតើវាមានប្រយោជន៍ដែរឬទេនៅក្នុងអត្ថបទនេះខ្ញុំនឹងលើកយកព្រហ្មវិហារធម៌មកបកស្រាយដើម្បីឲ្យអ្នកយល់កាន់តែច្បាស់ជាងមុនអំពីចិត្តរបស់មនុស្សល្អឬមនុស្សដែលមានព្រហ្មវិហារធម៌ពិតប្រាកដព្រហ្មវិហារធម៌មកពីពាក្យថាព្រហ្មវិហារបូកនឹងធម៌ព្រហ្មប្រែថាប្រសើរខ្ពង់ខ្ពស់វិហារប្រែថាជំរកធម៌ប្រែថាធម្មជាតិដូច្នេះព្រហ្មវិហារធម៌មានន័យថាធម្មជាតិចិត្តដែលផ្ដល់ជាជំរកដ៏ប្រសើរខ្ពង់ខ្ពស់សម្រាប់សកលលោកហេតុអ្វីព្រោះព្រហ្មវិហារធម៌ក្តោបធម្មជាតិនៃចិត្តទាំង4ប្រភេទមានមេត្តាករុណាមុទិតាឧបេក្ខាមេត្តាចិត្តការស្រឡាញ់មេត្តាជាធម្មជាតិនៃចិត្តដែលធ្វើឲ្យមនុស្សចេះស្រឡាញ់ផ្អែកលើតម្លៃសត្វក៏មានចិត្តចេះស្រឡាញ់ដែរប៉ុន្តែយើងមិនអាចរាប់ថាជាចិត្តមេត្តាឡើយព្រោះពាក្យថាការស្រឡាញ់របស់សត្វស្ថិតនៅរង្វង់សភាវគតិដែលវាចេះស្រឡាញ់កូនស្រឡាញ់ម្ចាស់ស្រឡាញ់មិត្តដែលរស់នៅជាមួយគ្នាតាំងពីតូចឧទាហរណ៍ដូចជាយើងយកសត្វឆ្កែនិងឆ្មាមកចិញ្ចឹមជាមួយគ្នាតាំងពីតូចអញ្ចឹងពួកវានឹងចេះស្រឡាញ់ចេះជួយគ្នានិងមិនខំគ្នាឡើយអ្នកត្រូវដឹងថាចិត្តមេត្តាវាលើសពីចិត្តស្រឡាញ់តាមបែបសភាវគតិព្រោះការស្រឡាញ់ដែលមានចិត្តមេត្តាវាលើសពីគ្រួសាររបស់ខ្លួនលើសពីសង្គមជាតិរបស់ខ្លួននិងលើសពីប្រទេសឬក៏ពូជសាសន៍របស់ខ្លួនអញ្ចឹងសួរថាតើចិត្តមេត្តានេះគឺជាចិត្តដែលដើរស្រឡាញ់មនុស្សគ្រប់ប្រភេទមែនទេអត់ទេអ្នកសាកសួរខ្លួនឯងទៅមើលថាតើអាចទៅរួចទេដែលមនុស្សល្អអាចទៅស្រឡាញ់មនុស្សអាក្រក់ហើយរៀបការរស់នៅជាមួយគ្នាដោយមិនឆ្លោះគ្នាបានចិត្តមេត្តាគឺជាចិត្តស្រឡាញ់ផ្អែកទៅលើតម្លៃស័ក្តិសមណាមួយទើបចិត្តមេត្តាអាចកាត់ឡើងនៅសេចក្តីស្រឡាញ់ឬសេចក្តីមេត្តាឡើងមកបានឧទាហរណ៍អ្នកជិតខាងរបស់អ្នកគាត់គឺជាមនុស្សដែលមានការចែករំលែកទានមានគុណធម៌គួរឲ្យគោរពរាប់អានដែលជាហេតុធ្វើឲ្យកើតចិត្តស្រឡាញ់គោរពរាប់អានទៅលើគាត់ប៉ុន្តែបើថ្ងៃណាមួយអ្នកស្រាប់តែបានដឹងថាគាត់ជាមនុស្សអាក្រក់ព្រោះទង្វើរបស់គាត់កន្លងមកវាគ្រាន់តែជាការសម្ដែងធ្វើជាមនុស្សល្អដើម្បីឲ្យគេសរសើរថាខ្លួនជាមនុស្សល្អជាមនុស្សដែលមានគុណធម៌ ព
ពេលនោះចិត្តស្រឡាញ់បែបមេត្តារបស់អ្នកវានឹងបាត់ទៅមួយរំពេចតែម្ដងចិត្តមេត្តានេះវាមិនដូចជាចិត្តស្រឡាញ់បែបសភាវគតិនោះទេបើទោះជាកូនរបស់អ្នកធ្វើអំពើអាក្រក់ដាក់នរណាម្នាក់ក៏ដោយក៏អ្នកនៅតែស្រឡាញ់កូនរបស់អ្នកដដែលចិត្តមេត្តាជាចិត្តរបស់អ្នកប្រាជ្ញបណ្ឌិតហើយធម្មជាតិនៃចិត្តមេត្តាវាមិនងាយមានឡើយចុះបើមនុស្សនៅក្បែរអ្នកជាមនុស្សមានចិត្តមេត្តាប៉ុន្តែអ្នកបែរជាមិនយល់មិនស្គាល់ពីតម្លៃនៃចិត្តប្រភេទនេះដូច្នេះសួរថាតើនរណាម្នាក់ជាអ្នកខាតបង់មានមនុស្សល្អនៅក្បែរតែបែរជាមិនអើពើមិនថែរក្សានោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលអស់តម្លៃដោយឯកឯងសរុបមកចិត្តមេត្តាកើតឡើងមានលើតែចិត្តមនុស្សប៉ុណ្ណោះហើយសត្វមិនអាចកើតមានចិត្តមេត្តានេះឡើយប៉ុន្តែត្រង់ចំណុចនេះមិនមែនមានន័យថាគ្រប់មនុស្សសុទ្ធតែមានចិត្តមេត្តានោះទេដើម្បីអាចសម្គាល់ចិត្តមេត្តានេះបានងាយអ្នកត្រូវរៀនសម្គាល់ពីចិត្តរបស់ខ្លួនឯងជាមុនសិនមួយវិញទៀតចិត្តមេត្តាវាកើតឡើងបានគឺដោយសារការមើលឃើញពីតម្លៃបុគ្គលណាម្នាក់ដែលមានតម្លៃគ្រប់គ្រាន់ក្នុងការទទួលបាននូវចិត្តមួយនេះប៉ុន្តែប្រសិនបើបុគ្គលនោះគ្មានតម្លៃក្នុងការទទួលបានចិត្តមេត្តានេះហើយចិត្តមេត្តារបស់អ្នកនៅតែស្រឡាញ់ទៅលើបុគ្គលនោះទៀតនោះមិនមែនជាចិត្តមេត្តាឡើយបើក្នុងសេចក្តីស្នេហាគេហៅថាងប់ងល់វាគ្រាន់តែជាចិត្តស្រឡាញ់បែបសភាវគតិធម្មតាតែប៉ុណ្ណោះព្រោះបើសេចក្តីស្នេហាពិតប្រាកដគឺមានជាប់នៅចិត្តមេត្តាដែលមានចិត្តអាណិតនិងចិត្តគោរពជាមួយគ្នាករុណាចិត្តសេចក្តីអាណិតករុណាចិត្តប្រែថាអាណិតធម៌ករុណានេះក៏ដូចជាធម៌មេត្តាចិត្តដែរអារម្មណ៍អាណិតលើសពីរង្វង់គ្រួសាររបស់ខ្លួនជនជាតិរបស់ខ្លួននិងប្រទេសរបស់ខ្លួនវាមានន័យថាអារម្មណ៍អាណិតគឺជាអារម្មណ៍អាណិតបែបសកលសត្វគ្មានចិត្តករុណាទេមានតែចិត្តអាណិតបែបសភាវគតិបើគិតពីហេតុផលមនុស្សអាត្មានិយមក៏មិនទាន់មានគ្រប់លក្ខណៈជាមនុស្សដែរហើយមនុស្សដែលមានធម្មជាតិចិត្តករុណាប៉ុន្តែខ្វះបញ្ញាវាក៏អាចហុចផលមិនល្អមកដល់ខ្លួនឯងនិងសង្គមជាតិដែរពាក្យចាស់បានពោលថាធ្វើល្អបានបាបនិងស្លូតស្លាប់ពាក្យនេះមិនខុសទេប្រសិនបើយើងអាណិតនរណាម្នាក់ឬសត្វណាមួយដោយមិនមានបញ្ញារួចធ្វើសកម្មភាពទៅតាមចិត្តនោះវានឹងហុចផលអវិជ្ជមានមកវិញក្នុងករណីណាមួយមនុស្សដែលមានចិត្តករុណាភាគច្រើនជាមនុស្សមានការចែករំលែកច្រើនប៉ុន្តែរាល់ការចែករំលែកទាំងនោះមិនមែនមានន័យថាពួកគេបានទទួលផលល្អពីការចែករំលែករហូតឡើយព្រោះការជួយដែលចេញពីចិត្តអាណិតតែមួយមុខដោយមិនបានប្រើបញ្ញាជាទូទៅវាតែងតែហុចផលមិនល្អមកវិញដូចជាឧទាហរណ៍ខាងក្រោមនេះអញ្ចឹងមានចិត្តអាណិតដោយខ្វះបញ្ញារឿងយាយចាស់និងពស់វែកថ្ងៃមួយមានយាយចាស់ម្នាក់កំពុងតែដេកលង់លក់ក្នុងខ្ទមក្បែរព្រៃភ្នំមួយកន្លែងនៅម៉ោងមួយយប់ស្រាប់តែគាត់បានឮសំឡេងឆ្កែព្រុសនៅក្រោមផ្ទះគាត់ក៏បានអើតមើលក៏ស្រាប់តែបានឃើញពស់វែកមួយក្បាលត្រូវបានឆ្កែខាំពេលនោះគាត់ក៏បានចុះទៅជួយពស់វែកនោះដោយសេចក្តីអាណិតខ្លាចពស់នោះងាប់គាត់បានដេញឆ្កែទាំងនោះចេញហើយគាត់ក៏បានចាប់យកពស់នោះក្នុងបំណងយកវាទៅផ្លុំចោលក្នុងព្រៃវិញប៉ុន្តែជាអកុសលអំឡុងពេលដែលគាត់ចាប់ពស់នោះពស់ក៏បានចឹកគាត់ធ្វើឲ្យគាត់របួសមកដល់ត្រង់នេះអ្នកត្រូវដឹងថាធម្មជាតិនៃចិត្តករុណានេះបើនរណាម្នាក់មានធម៌ក្នុងខ្លួនហើយរមែងតែងតែជាមនុស្សមានអធ្យាស្រ័យខ្ពស់មនុស្សដែលមានអធ្យាស្រ័យខ្ពស់តែងតែរកហេតុផលណាមួយដើម្បីពន្យល់ខ្លួនឯងឲ្យលើកលែងទោសដល់អ្នកដទៃបានបើប្រៀបធៀបនឹងមនុស្សចិត្តដាច់វិញបើគេនិយាយថាអញឈប់ជួយឯងហើយនោះគេនឹងឈប់ជួយមនុស្សម្នាក់រហូតតែបើគេនិយាយថាខ្ញុំមិនភ្លេចគុណបងទេឬជារឿងដែលតាក់ទងនឹងការចែករំលែកឬជួយវិញគេឆាប់ភ្លេចណាស់មុទិតាចិត្តសេចក្តីត្រេកអរមុទិតាជាសភាវៈចិត្តដែលមានភាពសប្បាយត្រេកអរនៅពេលឃើញអ្នកដទៃបានសេចក្តីសុខនិងបានសេចក្តីអំណរអរគុណនៅពេលដែលអ្នកដទៃមកជួយខ្លួន
ឬអាចនិយាយបានថាដឹងគុណអ្នកដែលបានជួយមនុស្សដែលគ្មានធម៌មុទិតាក្នុងខ្លួនគឺជាមនុស្សដែលច្រណែនឈ្នានេះអ្នកដទៃពេលឃើញគេបានសុខខ្លួនក៏មិនសប្បាយជាមួយនឹងគេទេគឺមានតែចិត្តឲ្យគេវិនាសមនុស្សប្រភេទនេះគ្មានមុទិតាចិត្តក្នុងខ្លួនឡើយឬក៏ជាប្រភេទមនុស្សដែលគ្មានតម្លៃគួរឲ្យជួយនិងរាប់អានឧបេក្ខាចិត្តជាកណ្ដាលឧបេក្ខាចិត្តគឺជាការតាំងចិត្តជាកណ្ដាលបើស្ដាប់ទៅងាយយល់អត់តើការតាំងចិត្តជាកណ្ដាលមិនលំអៀងទៅខាងណាឬមួយក៏យ៉ាងណាឬក៏ជាការឈរជាកណ្ដាលដែលគ្មានខុសគ្មានត្រូវនៅពេលដែលមនុស្សយល់ឬបកស្រាយបែបនេះវានឹងធ្វើឲ្យមនុស្សមួយចំនួនធំយល់ខុសដោយយកឧបេក្ខាចិត្តនេះទៅប្រើលើផ្លូវខុសគឺប្រើដើម្បីបម្រើឲ្យភាពអាត្មានិយមរបស់ខ្លួនដោយមិនដឹងខ្លួនរួចក៏ដើរអួតប្រាប់គេថាខ្លួនត្រឹមត្រូវមិនលំអៀងខាងណាជាមនុស្សនៅកណ្ដាលអ្នកត្រូវដឹងថាឧបេក្ខាចិត្តគឺជាសភាវៈចិត្តមួយដែលចេះថ្លឹងថ្លែងថាអ្វីល្អនិងអាក្រក់និងអ្វីដែលខុសឬត្រូវដោយគ្មានភាពលំអៀងឬអគតិ4យ៉ាងបើទោះបីជាសាច់ញាតិខ្លួនឯងឬក៏ជាអ្នកដទៃក៏ដោយចិត្តឧបេក្ខាវានឹងថ្លឹងថ្លែងដោយមិនលំអៀងខាងណាឡើយអ្នកណាខុសក្នុងចិត្តដឹងថាខុសអ្នកណាត្រូវក្នុងចិត្តដឹងថាត្រូវប៉ុន្តែនៅត្រង់ចំណុចនេះអ្នកអាចពិនិត្យទៅលើពាក្យថាអ្នកណាខុសចិត្តដឹងខុសអ្នកណាត្រូវចិត្តដឹងត្រូវបន្តិចព្រោះថាវាអាចច្រឡំជាមួយនឹងពាក្យមនសិការព្រោះថាពាក្យទាំងពីរនេះនៃប្រហាក់ប្រហែលគ្នាមនសិការមានន័យថាខួរក្បាលប្រើហេតុផលគិតដឹងថាអ្វីខុសត្រូវឧបេក្ខាមានន័យថាចិត្តដឹងថាអ្វីខុសអ្វីត្រូវមិនលំអៀងទៅខាងណាមួយប្រសិនបើមនុស្សម្នាក់មានមនសិការដឹងថាអ្វីខុសដឹងថាអ្វីត្រូវហើយតែគ្មានឧបេក្ខាចិត្តក្នុងខ្លួននោះទេនោះគេអាចនឹងកាត់ក្តីលំអៀងឬដោយអគតិណាមួយដូច្នេះយើងមកមើលឧទាហរណ៍ជាក់ស្ដែងមួយមានមនុស្ស2នាក់កំពុងឆ្លោះគ្នាយ៉ាងតឹងសរសៃកស្រាប់តែមានមនុស្សម្នាក់ដែលអាខ្លួនមានសញ្ញាបត្រធំមកខាត់ដើម្បីកុំឲ្យមនុស្សទាំង2នាក់នោះឆ្លោះគ្នាបន្តបរិសសញ្ញាបត្រធំនិយាយថាអ្នកទាំងពីរឈប់ឆ្លោះគ្នាទៅខ្ញុំសូមឲ្យអ្នកទាំងពីរឈប់ឆ្លោះគ្នាបានទេឈប់ឆ្លោះគ្នាទៅហើយចាប់ដៃធ្វើជាមិត្តល្អនឹងគ្នាឈប់ជេរគ្នាបំភ្លេចរឿងចាស់ចោលទៅហើយឈប់រំលឹកពីកំហុសដែលបានកើតឡើងចោលទៅបុរសក៏និយាយទៅកាន់បរិសសញ្ញាបត្រធំនោះថាមកពីវាលួចលុយរបស់ខ្ញុំហើយថែមទាំងមកវាយខ្ញុំទៀតបុរសសញ្ញាបត្រធំនោះក៏និយាយកាត់ថាបំភ្លេចរឿងទាំងនោះចោលទៅហើយចាប់ដៃគ្នាវិញដើម្បីសន្តិភាពហើយបុរសក៏ស្រែកដាក់ឲ្យបុរសសញ្ញាបត្រធំនោះថាលោកស្ដាប់ខ្ញុំឬទេវាលួចលុយខ្ញុំហើយវាមកវាយខ្ញុំទៀតបុរសសញ្ញាបត្រធំនោះឆ្លើយថាខ្ញុំឮហើយប៉ុន្តែយើងជាចិត្តសាស្ត្រដូចគ្នាមិនត្រូវឆ្លោះគ្នាទេពេលនោះបុរសកនោះក៏ឈប់ឆ្លោះជាមួយនឹងបុរសខហើយក៏ងាកមកឆ្លោះគ្នាជាមួយនឹងបុរសសញ្ញាបត្រធំវិញនេះម្ដងបុរសកបានតបថាលោកដឹងរឿងហេតុផលនៃចំនួននេះទេថាហេតុអ្វីបានជាខ្ញុំទៅឆ្លោះជាមួយបុរសខខ្ញុំប្រាប់ហើយថាវាលួចលុយរបស់ខ្ញុំហើយមកវាយខ្ញុំទៀតហើយនេះគឺជាភ័ស្តុតាងបន្ទាប់ពីមើលឃើញភ័ស្តុតាងនេះហើយបុរសសញ្ញាបត្រធំនោះឆ្លើយថាអ្នកទាំងពីរគ្មានខុសគ្មានត្រូវនោះទេហើយឈប់ឆ្លោះគ្នាទៅបុរសក៏បានតបថាខ្ញុំមិនចង់បានលុយនឹងមកវិញទេតែខ្ញុំចង់ឲ្យវាទទួលកំហុសរបស់វាបុរសសញ្ញាបត្រធំនោះក៏បានតបថាបើអញ្ចឹងទុកឲ្យខ្ញុំទទួលកំហុសជំនួសគេទៅចោះបុរសក៏តបវិញថាតែវាជាមនុស្សខូចដឹងអត់ចុះលោកឈរនៅណាឥឡូវបុរសសញ្ញាបត្រធំឆ្លើយថាខ្ញុំមិនកាន់ជើងខាងណានោះទេខ្ញុំគឺជាមនុស្សនៅកណ្ដាលខ្ញុំជាមនុស្សមានឧបេក្ខាចិត្តក្នុងចិត្តចប់ត្រឹមនេះមកដល់ត្រង់នេះអ្នកត្រូវដឹងថានៅក្នុងការគិតរបស់បុរសសញ្ញាបត្រធំនោះគាត់គិតថាឧបេក្ខាចិត្តគឺជាចិត្តនៅកណ្ដាលដែលគ្មាននរណាខុសគ្មាននរណាត្រូវគាត់និយាយថាគាត់មិនឈរខាងណាឡើយហើយក៏មិនឈរនៅខាងត្រូវដែរគាត់នៅចំកណ្ដាលដូច្នេះបើមាននរណាម្នាក់យល់ថាភាពជាកណ្ដាលគឺជាការដែលមិនខុសហើយក៏មិនត្រូវដោយមិនសួរហេតុផលបណ្ដាលឲ្យឆ្លោះគ្នាទេនោះនេះគឺជាការយល់ខុសហើយព្រោះភាពជាកណ្ដាលរបស់ចិត្តឧបេក្ខាមានន័យថា
បើអ្នកណាខុសគឺកាត់ក្តីឲ្យខុសបើអ្នកណាត្រូវគឺកាត់ក្តីឲ្យត្រូវនេះទើបហៅថាឧបេក្ខាចិត្តពិតប្រាកដប៉ុន្តែប្រសិនបើមានករណីមួយនេះមានមនុស្សពីរនាក់ឆ្លោះគ្នាដដែលហើយបរិសញ្ញាបត្រធំនោះដឹងថាអ្នកខុសអ្នកណាត្រូវហើយតែដោយចិត្តខ្លាចភាគីម្ខាងទៀតស្អប់ខ្លួនគាត់ក៏និយាយយកដូចខ្លួនថាអ្នកទាំងពីរគ្មានខុសគ្មានត្រូវទេខ្ញុំមិនជួយនរណានោះទេខ្ញុំជាមនុស្សនៅកណ្ដាលខ្ញុំជាមនុស្សដែលមានឧបេក្ខាចិត្តឡាករណីទី2អាចនិយាយបានថាបរិសញ្ញាបត្រធំជាមនុស្សអាត្មានិយមកិច្ចយករួចខ្លួនសន្តានជាមនុស្សខូចនិយាយយកតែមដើម្បីធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សត្រឹមត្រូវជាមនុស្សឈរជាកណ្ដាលតែតាមពិតជាភាពអាត្មានិយមរបស់ខ្លួនឯងសោះសរុបមកឧបេក្ខាចិត្តគឺជាសភាវៈចិត្តដែលអាចបែងចែកខុសហើយត្រូវដោយមិនលំអៀងទៅខាងណាឃើញខុសថាខុសឃើញត្រូវថាត្រូវដែលជាចិត្តកាត់ក្តីដោយមិនមានការលំអៀងទាំង4យ៉ាងបញ្ជាក់នៅក្នុងការវិបស្សនាឧបេក្ខាចិត្តមានពន្យល់ប្រហាក់ប្រហែលគ្នាតែន័យមិនដូចគ្នាទេខ្ញុំសូមមិនបកស្រាយទេនៅចំណុចនេះ